ថ្ងៃនេះមកតបខមមិនបងស្រីម្នាក់ដែលគាត់សួរពីដំណោះស្រាយប្រព័ន្ធនឹងបញ្ហាកាពះពោះវៀនបងប្អូនមុននឹងដល់ការដែលយើងទៅដោះស្រាយបញ្ហាកាពះពោះវៀននឹងបងប្អូនមកដឹងពីមូលហេតុនៃការដែលយើងឈឺកាពះពោះវៀនជាមុនសិនព្រោះនៃមនុស្សដែលគាត់មានបញ្ហាកាពះពោះវៀននឹងគឺមានប្រភេទផ្សេងគ្នាអ្នកខ្លះគាត់ត្រូវដឹងថាតើការដែលយើងឈឺកាពះពោះវៀននឹងគឺបញ្ហាដោយសារអីទី1មកពីមូលហេតុលេខកាពះគ្រុនពោះវៀនឬក៏មានបញ្ហាសត្វល្អិតនៅក្នុងកាពះអញ្ចឹងបើយើងដឹងពីមូលហេតុឬគល់នៃជំងឺពិតប្រាកដយើងរកមូលហេតុឬក៏រកដំណោះស្រាយទៅគឺយើងចំគោលដៅតែម្ដងហើយប្រព័ន្ធនឹងការដែលយើងមានបញ្ហាកាពះពោះវៀននឹងទៀតសោតនៅពេលបច្ចុប្បន្ននឹងដោយសារអីគឺមនុស្សយើងប្រឈមជាមួយនឹងអាហារគីមីច្រើនដែលបងប្អូននៅពេលបច្ចុប្បន្នហ្នឹងគឺសម្បូរអាហារដែលយើងញ៉ាំគឺមានផលប៉ះពាល់ទៅលើសុខភាពនឹងខ្លាំងមិនថាបន្លែផ្លែឈើត្រីសាច់ព្រោះភាគច្រើនសម្បូររបស់ដែលយើងនាំចូលហើយសម្បូររបស់គីមីដែលយើងញ៉ាំចូលទៅវាមានហានិភ័យទៅលើសុខភាពតើតើនឹងកាពះពោះវៀននឹងឯងព្រោះកាពះពោះវៀនគឺជាខួរក្បាលទី2សម្រាប់មនុស្សយើងតែកាលណាយើងញ៉ាំអីចូលទៅគឺកាពះពោះវៀនចាំត្រង់ជានិច្ចអញ្ចឹងប្រព័ន្ធនឹងការដែលយើងដោះស្រាយកាពះពោះវៀននឹងបងប្អូនគឺរឿងទី1ដែលបងប្អូនត្រូវធ្វើហ្នឹងគឺធ្វើម៉េចកាត់បន្ថយអាហារដែលផ្អាប់អាហារដែលផ្អូមជូរអីហ្នឹងកុំសូវទទួលទានញឹកញាប់ពេកព្រោះនៅខាងអាស៊ីរបស់យើងសម្បូរអាហារដែលមានរសជាតិជូរដាច់ខ្លាំងមែនតើជាពិសេសពពុះដូចគ្រឿងបុកល្ហុងបុកអីអញ្ចឹងបងប្អូនអរគ្នាញ៉ាំញឹកញាប់ក៏កាពះពោះវៀនបងប្អូនហ្នឹងក៏មិនងាយបានស្រាលស្រានដែរហើយទី2នេះគឺបងប្អូនកាត់បន្ថយពេលដែលកំពុងតែមានបញ្ហាគឺកាត់បន្ថយខ្លាញ់ព្រោះអាហារដែលបងប្អូនប្រើខ្លាញ់ច្រើនវាធ្វើឲ្យបងប្អូននឹងក្តៅនៅក្នុងកាពះក្នុងពោះវៀនហើយមួយវិញទៀតវាធ្វើឲ្យកាពះពោះវៀនយើងបើសិនជាយើងមានបញ្ហាលាកស្រាប់បងប្អូនព្យាបាលទៅអត់ងាយជាទេហើយបងប្អូនកាត់បន្ថយអាហារដែលមានរសជាតិហឹរដូចជាពពុះម្ទេសដូចជាពពុះម្រេចអីហ្នឹងកាត់បន្ថយបានបងប្អូននឹងបានសុខភាពកាពះពោះវៀនប្រសើរហើយបងប្អូនឧស្សាហ៍ញ៉ាំពពុះបន្លែបៃតងអីហ្នឹងបងប្អូនអ្នកគ្នាបើយើងមានបញ្ហាកាពះពោះវៀនបងប្អូនញ៉ាំឆើតបានទេបងប្អូនអាចស្ងោរឬក៏ស្រស់ញ៉ាំទៅក៏វាជួយសុខភាពកាពះពោះវៀនយើងបានមួយផ្នែកដែរហើយមួយវិញទៀតតើតើនឹងការញ៉ាំទឹកគ្រប់គ្រាន់ការដែលយើងគេងគ្រប់គ្រាន់ហ្នឹងក៏វាជាកត្តាដែលធ្វើឲ្យយើងហ្នឹងមានសុខភាពកាពះពោះវៀនហ្នឹងល្អដូចគ្នាហើយបើសម្រាប់រូបសម្បត្តិវិញចង់ណែនាំឲ្យបងប្អូនទាំងអស់គ្នាដែលកំពុងមើលវីដេអូក៏ដូចជាបងស្រីបានស្គាល់ជាមួយនឹង Probiotic Plus នេះបងប្អូនទាំងអស់គ្នាព្រោះតាមដែលរូបសម្បត្តិបានសាកល្បងនៅក្នុងដែលខ្លួនឯងមានបញ្ហាសុខភាពកាពះពោះវៀនពីមុនណារូបសម្បត្តិបានជ្រើសញ៉ាំជាមួយនឹង Probiotic នេះដោយសារអី Probiotic នេះគឺវាមានបាក់តេរីល្អរហូតដល់11តកូលហើយវាមាន5000លានជីវិតដែលវាជួយ support ជាមួយនឹងកាពះពោះវៀនរបស់មនុស្សយើងវាជួយបំលែងបាក់តេរីដែលមិនល្អនៅក្នុងរាងកាយរបស់មនុស្សយើងនឹងឲ្យទៅជាបាក់តេរីល្អវាបំផ្លាញបាក់តេរីអាក្រក់នៅក្នុងរាងកាយហើយវាជួយបង្កើនបាក់តេរីល្អនៅក្នុងកាពះពោះវៀនយើងបានទៀតអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាកាពះពោះវៀនហ្នឹងខ្ញុំអាច recommend ឲ្យបងប្អូនញ៉ាំជាមួយនឹង Probiotic នឹងបានព្រោះ Probiotic នេះគឺជា Probiotic ដែលគេផលិតចេញមកពីខាង USA បងប្អូនអរគ្នាហើយមាននៅក្នុងសៀវភៅពេទ្យទៀតអញ្ចឹង Probiotic ធំផ្សេងៗគឺគេហៅថា Probiotic ធម្មតាទៅតែ Probiotic នេះគឺគេហៅថា Probiotic Plus អញ្ចឹងវាជួយ control ទៅលើប្រព័ន្ធមុខងារកាពះពោះវៀនវាជួយទប់ស្កាត់ជាមួយនឹងប្រព័ន្ធរាងកាយរបស់មនុស្សយើងជាពិសេសគឺប្រព័ន្ធភាពស៊ាំឲ្យបងប្អូនរឹងមាំមិនងាយនឹងឈឺជំងឺផ្សេងៗទៀតអញ្ចឹងសម្រាប់ការចែកម្លែកវីដេអូថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនដែលកំពុងតែមានចម្ងល់ឬក៏មានបញ្ហាតទៅនឹងកាពះពោះវៀនដែលរ៉ាំរ៉ៃយូរឆ្នាំហើយអត់មានអីដោះស្រាយនឹងបងប្អូនអាច comment នៅក្នុងវីដេអូនឹងម្នាក់មួយបានរូបសម្បត្តិនឹងរកដំណោះស្រាយជូនបងប្អូនតទៅនឹងការដែលយើងព្យាបាលទៅចំគោលដៅហើយអត់មានផលប៉ះពាល់ទៅលើសុខភាពចឹងការចែករំលែកវីដេអូថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាអរគុណច្រើន